រោងចក្ររាប់ម៉ឺននាក់បានមកចូលរួមក្នុងបាតុកម្មរបស់គណៈបក្សសង្គ្រោះជាតិនៅថ្ងៃប្រហ័សនេះដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលរហូតដល់$160នេះគឺជាថ្ងៃទី12ហើយនៃបាតុកម្មប្រចាំថ្ងៃដែលរៀបចំឡើងដោយគណៈបកប្រឆាំងនៅប្រទេសកម្ពុជាតទៅនេះសូមអស់លោកអ្នកស្ដាប់ព័ត៌មានចុងក្រោយស្ដីពីការតវ៉ានេះក្នុងសំណួរចម្លើយរវាងនាងខ្ញុំជាមួយនឹងលោកគង់ស្ថានរិទ្ធអ្នករាយការណ៍ព័ត៌មានរបស់ VOA នៅរាជធានីភ្នំពេញលោកគង់ស្ថានរិទ្ធសូមជម្រាបសួរចា៎បាទសូមជម្រាបសួរអ្នកស្រីនុចសារីតាចាលោកស្ថានរិទ្ធតើលោកអាចបញ្ជាក់ប្រាប់អស់លោកអ្នកស្ដាប់បានទេថានៅថ្ងៃប្រហ័សនេះហេតុអ្វីបានជាកម្មកររោងចក្រនៅក្នុងប្រទេសកម្ពុជាមកចូលរួមក្នុងបាតកម្មរបស់គណៈបក្សសង្គ្រោះជាតិក្នុងចំនួនដ៏ច្រើនលើសលប់ខុសពីធម្មតាអញ្ចឹងចា៎បាទអ្នកស្រីនុចសារីតាដូចអ្នកស្រីបានកត់សម្គាល់ហើយគឺមានច្រើនមែនទែនហើយកម្មករដែលមកបាតកម្មភាគច្រើនមែនទែនហើយបាតករសរុបទាំងអស់មានប្រហែលជា5ទៅ6ម៉ឺននាក់ដោយសារតែការចូលរួមនេះគឺដោយសារតែកម្មករនឹងមិនបានពេញចិត្តនឹងការដំឡើងប្រាក់ខែគូដែលសន្យាដោយរដ្ឋាភិបាលនឹងថាត្រូវដំឡើងឲ្យដល់$160ក្នុងមួយខែជាដំណាក់កាលរហូតទៅដល់ឆ្នាំ2018ហើយអ្នកស្រីនុចសារីតាខ្ញុំសូមជម្រាបថាកម្មករច្រើនណាស់បានដើរមកបាតកម្មនឹងគឺដើរដោយជើងតែម្ដងដើរពីរោងចក្ររបស់ខ្លួននឹងតាំងពីព្រឹកព្រលឹមនៅតាមដងផ្លូវហើយអ្នកខ្លះនឹងដើររហូតទៅដល់ចម្ងាយ15-16គីឡូម៉ែត្រឯណោះហើយរមាក់កង់3មិនសូវមានជិះទេហើយបើសិនតែមានជិះហ្នឹងគឺម្នាក់នៅក្នុងរមាក់មួយប្រហែលជា10នាក់ឯណោះគឺខុសពីធម្មតារមាក់កង់3មួយចំនួនអ្នកដែលជិះហ្នឹងអាចជិះបានត្រឹមតែ4ទៅ5នាក់តែប៉ុណ្ណោះអ្នកស្រីនុចសារីតាបាទចាសូមអរគុណចាហើយចុះក្រុមសហជីពបានគម្រាមថានឹងធ្វើបាតកម្មរបស់កម្មករប្រសិនបើគ្មានដំណោះស្រាយតើអាចនឹងមានការជួបប្រជុំរបស់រដ្ឋាភិបាលជាមួយនឹងតំណាងក្រុមកម្មករទៀតទេចា៎ការពិតហើយអ្នកស្រីនុចសារីតារដ្ឋាភិបាលនៅថ្ងៃនេះបានកោះឲ្យមានការប្រជុំជាមួយនឹងថៅកែរោងចក្រក្រុមសហជីពតំណាងឲ្យកម្មករនៅថ្ងៃស្អែកនេះហើយបញ្ហានេះទំនងជាកើតឡើងដោយសារតែចលនាបាតកម្មរបស់កម្មករនឹងផលផុសដោយមិនសុខចិត្តនឹងការដំឡើងប្រាក់ខែជាដំណាក់កាលនឹងដោយសារតែបញ្ហានេះហើយកាលពីព្រឹកមិញនឹងលោករងឈុនប្រធានសមាគមគ្រូបង្រៀនឯករាជ្យនឹងបានដឹកនាំកម្មកររួចទៅហើយឲ្យតវ៉ានៅពីមុខសមាគមថៅកែរោងចក្រដែលហៅកាត់ថា GMAC នឹងអ្នកស្រីនុចសារីតាបាទចាសូមអរគុណលោកគង់ស្ថានរិទ្ធរដ្ឋាភិបាលបានបញ្ជាក់ថាការដំឡើងប្រាក់ឈ្នួលដល់$95នៅឆ្នាំក្រោយនេះគឺរដ្ឋាភិបាលបានប្រឹងប្រែងថ្លឹងថ្លែងគ្រប់ជ្រុងទាំងអស់តើគណៈបកប្រឆាំងបានសន្យាយ៉ាងដូចម្តេចខ្លះបានជាកម្មករមកចូលរួមច្រើនម្ល៉េះចាអ្នកស្រីនុចសារីតាតាមពិតទៅគណៈបកប្រឆាំងមិនបានធ្វើការសន្យាអីជាក់លាក់ទេគ្រាន់តែបានលើកទឹកចិត្តឲ្យកម្មករនឹងចូលរួមទាមទារឲ្យបានដាច់ខាតនៅប្រាក់ខែនេះដោយសារតែនៅរសៀលនេះគឺលោកសំរងស៊ីមេដឹកនាំប្រធានគណៈបកសង្គ្រោះជាតិនឹងបានផ្ដល់ហេតុផលមួយចំនួនថារោងចក្រគេត្រូវការកម្មករមិនអាចប្រឈមទៅនឹងការបិទរោងចក្រដូចដែលព័ត៌មានមួយចំនួនបានផ្សព្វផ្សាយហើយម្យ៉ាងទៀតចលនាទាមទារការដំឡើងប្រាក់ខែនេះមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេគឺនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសចិនអញ្ចឹងដែរហើយលោកសំរងស៊ីបានឲ្យជាឧទាហរណ៍ថាប្រសិនបើចលនាទាមទារនេះនៅប្រទេសចិនហើយមានការកាត់បន្ថយផលិតកម្មមួយចំនួននៅប្រទេសចិនដូច្នេះប្រទេសកម្ពុជាអាចទទួលផលសម្រាប់ផលិតកម្មនៅតាមបណ្ដារោងចក្រនានាដោយសារតែការដកពីប្រទេសចិនមកប្រទេសកម្ពុជាដូច្នេះតម្លៃពលកម្មរបស់កម្មករត្រូវតែទាមទារឲ្យបានដាច់ខាតពីព្រោះអីថាថៅកែរោងចក្រត្រូវការផលិតកម្មបន្ថែមហើយត្រូវការកម្លាំងពលកម្មបន្ថែមទៀតហើយដូច្នេះហើយក៏ប៉ុន្តែលោកសំរងស៊ីស្នើឲ្យធ្វើការប្រយ័ត្នប្រយែងនៅក្នុងការតវ៉ាដែរកុំឲ្យមានផ្ទុះអំពើហិង្សាហើយដោយឡែកជាមួយគ្នានឹងដែរលោកកឹមសុខាដែលជាអនុប្រធានគណៈបក្សសង្គ្រោះជាតិនឹងក៏បានលើកទឹកចិត្តកម្មករឲ្យចូលរួមបាតកម្មដែរហើយជាពិសេសឲ្យចូលរួមឲ្យកាន់តែច្រើននៅថ្ងៃទី29ធ្នូគឺត្រូវនៅថ្ងៃអាទិត្យហើយនៅថ្ងៃអាទិត្យនេះហើយអ្នកស្រីនុចសារីតាគឺថាគណៈបក្សសង្គ្រោះជាតិ
ចង់ប្រមូលកម្លាំងមកធ្វើបាតកម្មនឹងឲ្យបានរហូតទៅដល់1 លានអ្នកឯណោះបាទអ្នកស្រីនុចសារិតាចាសូមអរគុណលោកគង់ស្ថានរិទ្ធចំពោះព័ត៌មានថ្មីស្ដីអំពីការតវ៉ារបស់ក្រុមកម្មកររោងចក្ររាប់ម៉ឺននាក់ដែលបានមកចូលរួមនៅក្នុងបាតកម្មរបស់គណៈបក្សសង្គ្រោះជាតិនៅថ្ងៃនេះចាសូមអរគុណហើយសូមជម្រាបលាចាបាទសូមជម្រាបលា